Lúc đó bậtឡើងឪពុករបស់វណ្ណាគឺដើរទៅមើលវាលស្រែហើយក៏បានទៅជួបអ្នកភូមិច័ន្ទនិងអ្នកភូមិជាក៏បានសន្ទនាគ្នាអូវណ្ណៈអ្នកគិតថាកូនយើងគួរតែរៀនអ្វីមិនត្រឹមតែអក្សរតែគុណធម៌មេសាអើយតើឯងនៅផ្ទះដែរឬទេបើសិនជាឯងនៅឯងចេញមកក្រៅតិចមកយើងនឹងមានការមកពិភាក្សាជាមួយនឹងឯងអូបុនថាតាគ្នានៅក្រៅណែគ្នានឹងដើរទៅជួបឯងបុនថាឯងមានការអ្វីថ្ងៃនេះមករកយើងដើម្បីពិភាក្សារឿងអ្វីដែរអូមេសាមិនសូវមានរឿងអីធំដុំទេគ្រាន់តែយើងចង់និយាយជាមួយឯងព្រោះអីនៅផ្ទះក៏អបសុកដែរហើយណាមួយឪពុករបស់យើងក៏ហៅឯងទៅស្រែយើងមិនចង់ធ្វើស្រែនោះទេអូបុនថាគ្នាក៏ទៅនេដែរតែមិនរួចដៃពីក្រោយមិញឯងមេសាតើឯងរាល់ថ្ងៃធ្វើអីខ្លះយើងឃើញឯងដូចជានឿយពេកហើយបុនថារាល់ថ្ងៃហ្នឹងយើងចេះតែជួយការងារផ្ទះជួយឪពុកម្ដាយចឹងឯងដូចជាបោសសម្រាមនៅក្រៅផ្ទះមើលមាន់មើលទាអីហ្នឹងអូយើងយល់ហើយយើងនឹងយកគំរូតាមឯងណាមេសាពេលនោះដែរបុនថាក៏បានដើរចេញពីផ្ទះមេសាក៏ឆ្ពោះទៅផ្ទះរបស់ខ្លួនពេលនោះដែរបុនថាក៏បានដើរឆ្ពោះទៅផ្ទះរីឯឪពុករបស់ខ្លួនក៏បានដើរមកពីស្រែចម្ការវិញហើយក៏បានសួរទៅកាន់បុនថាបុនថាហេតុអ្វីឯងមិនមកស្រែខ្ញុំទោះពុកខ្ញុំរវល់តែនិយាយជាមួយនឹងមេសាមិនបានមើលពេលវេលាឡើយកូនអើយលើកក្រោយចេះតែបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនេះគឺជាកំហុសថ្ងៃនេះគឺជាមេរៀនសម្រាប់ថ្ងៃស្អែកលោកយាយខ្ញុំធ្វើឲ្យពុកខឹងមែនទេកូនចេះកាត់នោះជារឿងល្អហើយនោះល្អមិនមែនមិនធ្វើខុសតែចេះកែខ្លួនអូយទឹកចំនួនកំពុងតែលិចស្រែយើងហើយយើងត្រូវចេះជួយគ្នាបាទចាំខ្ញុំជួយ